Hello សួស្តីអ្នកទាំងអស់គ្នាបាទយើងត្រឡប់ជួបគ្នាម្ដងទៀតជាមួយនឹងរឿងទឹកដីធម្មពលវិញ្ញាណវគ្គ2នៅក្នុងឈុតពាក្យទី130បន្តទៀតអញ្ចឹងខ្ញុំសូមទោសផងចំពោះ channel មុនគឺខ្ញុំលក់ទិញកោ CL ហើយនិយាយរៀងអាក្រក់ស្ដាប់បន្តិចហើយតែតាមពិតទៅគឺ channel មួយនៅពេលដែលខ្ញុំធ្វើឡើងហ្នឹងក៏វាមានបញ្ហាខ្លះក៏ខ្ញុំរមូលហេតុឲ្យឃើញទៅសតាំងតែពី YouTube វាអាប់ដេតដោយប្រើប្រាស់នៅ AI មកបាទធ្វើឡើងអញ្ចឹងវាក៏ធ្លាក់ទៅវិញបាទអញ្ចឹងអ្នកខ្លះគាត់ឆ្ងល់ថាហេតុអីក៏អត់ឃើញ load មកអញ្ចឹងនៅពេលដែលខ្ញុំផុសរឿងបាទខ្ញុំក៏រមូលហេតុឲ្យឃើញដែរហើយបើសិនជាខ្ញុំទុកក៏វានៅតែអត់ឡើងណាមួយក៏ខ្ញុំត្រូវការដោះនៅបញ្ហាជីវភាពផងក៏ខ្ញុំលក់ចោលតែម្ដងទៅតែពិតខ្ញុំមិនចង់ធ្វើអញ្ចឹងនោះទេខ្ញុំចង់ទុកមួយធ្វើរហូតតែម្ដងក៏ប៉ុន្តែវាអត់ឡើងទៅសោះបើសិនជាខ្ញុំរងចាំពោគាត់ជាមានបញ្ហាបាទអញ្ចឹងមានតែធ្វើវិធីបែបនេះហើយខ្ញុំសុំទោសផងបាទដូច្នេះកុំឲ្យកាពេលយូរជាងខ្ញុំមកកាន់ស្អីរឿងរបស់យើងតែម្ដងទៅដោយពេលនោះដែរហួយហាក៏បានរកឃើញនៅកងទ័ពរបស់អាណាចក្រសូយ៉ានទ្រាដែលបានបោះជំរំនៅឯភាគខាងជើងគឺជាតំបន់ពោធិ៍សន្តិជាតែនៅក្នុងទឹកដីរបស់អាណាចក្រពលឹងមេឃានោះទេដែលពួកគេកំពុងតែស្វែងរកនៅលក់ធាតុកម្រដែលនៅទីនោះគឺជារបស់ដែលមានតម្លៃយ៉ាងខ្លាំងបន្ទាប់មកហួយហាក៏បានបន្លំខ្លួនដើម្បីវិជ្ជាចូលទៅក្នុងជំរំនោះផងដែរតែចុងក្រោយក៏ត្រូវពួកគេបានរកឃើញដូច្នេះក៏បង្ខំឲ្យគាត់នឹងបានបង្ហាញខ្លួនតែម្ដងហើយគាត់ក៏មិនស្មានថាគាត់បានធ្លាក់ចូលក្នុងអន្ទាក់របស់សត្រូវផងនោះទេអញ្ចឹងឱកាសតែមួយគត់សម្រាប់ហួយហាដើម្បីរត់គេចខ្លួននោះគឺគាត់ត្រូវតែចាប់នៅមេបញ្ជាការធំរបស់ពួកគេហើយក៏ចាក់ចេញពីទីនោះនេះគឺជាជំរឿតែមួយគត់បន្ទាប់មកក៏បានប្រើប្រាស់នៅកម្លាំងយ៉ាងខ្លាំងក្លារបស់ខ្លួនដើម្បីទប់ទល់ជាមួយនឹងសត្រូវខណៈពេលនោះក៏មាននៅមេបញ្ជាការធំម្នាក់ទៀតជាស្រ័យគឺជាអ្នកការពាររបស់មេបញ្ជាការធំឬក៏មេទ័ពធំរបស់ពួកគេនោះដែលរហស្សនាមគេហៅថាសូម៉ាសឺហងភ្លើងដែលជាអ្នកការពារនៅសវត្ថិភាពរបស់មេបញ្ជាការធំរបស់ពួកគេសូម៉ាសឺហងភ្លើងនោះក៏បានបោកឆាកបញ្ជុតជាមួយនឹងហួយហាខណៈពេលដែលគាត់នឹងចង់ចូលទៅចាប់នៅមេបញ្ជាការធំរបស់ខ្លួននោះហើយស្របពេលនោះដែរក៏ប៊ីងក៏បានបង្ហាញខ្លួនក៏បានបោកឆាកបញ្ជុតដោយផ្ទាល់ជាមួយនឹងសូម៉ាសឺហងភ្លើងម្នាក់នោះផងដែរតែនេះដូចជាមិនញញើតនោះទេថែមទាំងបានមើលស្រាលទៅកាន់សូម៉ាសឺហងភ្លើងម្នាក់នោះថែមទៀតផងទាំងដែលនេះគឺជាអ្នកខ្លាំង level 94ម្នាក់បាទតែប៊ីងចាត់ទុកថានេះគ្រាន់តែជាកូនមន់តូចមួយតែប៉ុណ្ណោះក្នុងខ្សែភ្នែករបស់ប៊ីងដែលតាមពិតទៅដោយសារតែតំបន់នេះដែរគឺជាពលខាងជើងដ៏សែនត្រជាក់ក៏ជាតំបន់របស់នាងផងដែរដូច្នេះកម្លាំងរបស់ប៊ីងក៏បានកើនឡើងយ៉ាងខ្លាំងក្នុងការទប់ទល់ជាមួយនឹងសូម៉ាសឺ level 94គឺស៊ីផុយអញ្ចឹងកន្លែងហ្នឹងនឹងធ្វើឲ្យអ្នកនេះមានការងើយឆ្លល់ទៀតហើយតែហេតុអីក៏ប៊ីងដែលស្ថិតនៅក្នុងសមានិកគូក្បាលរបស់ហួយហាវអាចចេញមកបញ្ជុតដោយផ្ទាល់ជាមួយនឹងសូម៉ាសឺ level 94បានដែលតាមពិតទៅគឺបើសិនជាឲ្យហួយហាវប្រើប្រាស់នៅធម្មពលពលឹងរបស់ប៊ីងទៅវាយជាមួយនឹងសូម៉ាសឺ level 94គឺអត់អាចនោះទេព្រោះថាធម្មពលពលឹងរបស់ប៊ីងគឺច្រើនខ្លាំងមែនទែនអញ្ចឹងជាក់ស្ដែងរាល់ដងគឺធម្មពលរបស់នាងគឺនាងជាអ្នកប្រើប្រាស់ដោយខ្លួនឯងផ្ទាល់មិនមែនឲ្យហួយហាវប្រើប្រាស់ចំនួននោះទេបើសិនជាផ្ទេរនៅធម្មពលនោះទៅឲ្យហួយហាវប្រើប្រាស់ហួយហាវនឹងផ្ទុះរាងកាយស្លាប់ខាងនោះទេសារតែការហ្វឹកហាត់របស់ហួយហាវនៅទីបនៅឡើយអញ្ចឹងកន្លែងហ្នឹងគឺនាងគឺជាអាវុធពលឹងខាងក្រៅរាងកាយឬក៏គេហៅថាពលឹងនឹងឯងនាងអាចចេញមកខាងក្រៅទប់ទល់ជាមួយនឹងសត្រូវបាននៅខ្លួនឯងផ្ទាល់ដោយសារតែនាងគឺជាពលឹងពិតមែនតែសូឡែនវគ្គ2គឺពិសេសត្រង់ថាអាវុធពលឹងខាងក្រៅរាងកាយគឺអាចវាយដោយខ្លួនឯងបានប្រាប់ថាប្រពលដោយខ្លួនឯងមានពីដើមទប់ទល់ជាមួយសត្រូវគាត់ថាវាយអត់សូវបានយូរប្រហែលនោះទេហើយហួយហាវក៏បានឃើញនៅមុខនៃមេវិជាការធំរបស់ពួកគេហើយគ្មាននរណានោះទេក៏ធ្វើឲ្យហួយហាវនឹងឡើងស្រឡាំងកាំងតែម្ដងតែតាមពិតទៅមេវិជាការធំរបស់ពួកគេគឺជាព្រះនាង Juicy នឹងឯងហើយព្រះនាង Juicy ក៏មានការភ្ញាក់ផ្អើលដូចគ្នាដែលដឹងទៀតថាសត្រូវដែលតាមរំខានខ្លួនក៏ជាហួយហាវអញ្ចឹងហួយហាវក៏បានចាប់នៅព្រះនាង Juicy ធ្វើជាចំណាប់ខ្មាំងហើយព្រះនាង Juicy ក៏បានយល់ព្រមឲ្យហួយហាវចាប់ខ្លួនធ្វើជាចំណាប់ដូចគ្នាដើម្បីរត់គេពីទីនោះដែលតាមពិតទៅនេះក៏គ្រាន់តែជាផែនការមួយរបស់ព្រះនាង Juicy តែប៉ុណ្ណោះគណៈថាហួយហាវឆ្លាតប៉ុណ្ណឹងហើយនៅតែចាញ់ល្បិចសេរីដដែលបាទអានេះគេហៅថាលើឆ្លាតបិចលើល្បិចតាមពិតទៅខ្ញុំសម្រាយរួចហើយដោយសារថាបញ្ហាកុំព្យូទ័រ slow ហ្នឹងក៏វាអត់បានសេវអញ្ចឹងក៏ទៅសម្រាយសារថ្មីម្ដងទៀតដែលពេលនោះអ្នកទាំងពីរហ្នឹងក៏បានធ្វើដំណើរមកកាន់កន្លែងមួយហើយកូនចៅរបស់ព្រះនាង Juicy ហ្នឹងក៏មិនបានដេញមកតាមនោះដែរអញ្ចឹងហួយហាវបានរត់រត់គេចខ្លួនដោយសុវត្ថិភាពហើយក៏បានសួរទៅកាន់ព្រះនាង Juicy ដោយការងើយឆ្ងល់ហេតុអីក៏ Juicy នឹងធ្លាក់ចូលទៅក្នុងសង្គ្រាមដ៏ខូខើមួយនេះដែលហួយហាវហៅ Juicy ថាសិស្សប្អូន Juicy ក៏បានប្រាប់នៅការពិតអំពីអាពាហ៍ពិពាហ៍របស់ខ្លួនដែលបានរៀបការជាមួយនឹងស៊ូធានរ៉ានមិនមែនជាស្នេហាពិតប្រាកដរបស់នាងនោះទេដើម្បីសម្រេចនៅបំណងរបស់ខ្លួនមួយតែប៉ុណ្ណោះអញ្ចឹងទៅក៏នេះក៏បានដាស់តឿនហួយហាវទៀតថាកុំចិត្តទន់ចំពោះសត្រូវនៅលើសមរភូមិអីសោះពិសេសគឺចំពោះអ្នកដែលបានចិត្តស្និទ្ធជាមួយនឹងខ្លួនដូចជាហួយហាវហើយនឹងនាងអញ្ចឹងក៏បានតែហួយហាវនៅតែចិត្តទន់សម្រាប់ស្រីស្អាតដដែលបាទហួយហាវក៏បានសួរសំណួរដដែលទៅកាន់នាងតែហេតុអីបានជានាងចូលរួមនៅក្នុងសង្គ្រាមដ៏ខុសខើមួយនេះទាំងដែលដឹងថាសង្គ្រាមនេះនឹងនាំនៅការឈឺចាប់ដល់មនុស្សជាតិទាំងឡាយគណៈពេលប្រឈមមុខជាមួយនឹងហួយហាវនឹងក៏នាងក៏បានរៀបរាប់អំពីសានវិរៈខ្លួនកាលពីមុនផងដែរដែលឪពុករបស់ខ្លួនត្រូវបានអាណាចក្រពលឹងមេឃីសម្លាប់យ៉ាងខុសខើគ្រួសារ
សារបស់នាងទាំងមូលត្រូវបានបំផ្លាញហេតុផលតែមួយគត់ដែលអាចឲ្យនាងរស់រៀនមកដល់ពេលបច្ចុប្បន្ននេះគឺដើម្បីសម្រេចនៅបំណងប្រាថ្នានៃការសងសឹកឯងឲ្យឪពុករបស់ខ្លួនហើយនាងនឹងតបស្នងទៅកាន់បានជួយខ្លួនសងសឹកផងដែរតែទោះជាយ៉ាងណាក៏ដោយក៏ហួយហាមិនខ្វល់ពីហេតុផលរបស់នាងនោះទេតាមពិតគឺជូស៊ីមាននៅតាមមួយទៀតការសងសឹករបស់នាងគឺអាចនិយាយថាគឺនាងបានធ្វើបានសម្រេចហើយដោយសារតែពេលនេះគឺអាណាចក្រពលឹងមេឃាត្រូវបានគ្រប់គ្រងក្រោមដៃរបស់ព្រះនាងជូស៊ីទាំងស្រុងតែព្រះនាងជូស៊ីចាប់ផ្ដើមមានមហិច្ឆតាកាន់តែខ្លាំងគឺនាងចង់គ្រប់គ្រងនៅទឹកដីទាំងមូលនឹងតែម្ដងនៅពេលក្រោយអាចជាក្បត់នឹងទូទានរ៉ានថែមទៀតតែមនុស្សម្នាក់ដែលនាងមិនបានក្បត់ជាមួយនោះគឺជាហួយហាអញ្ចឹងហួយហាក៏ចង់នាំជូស៊ីនឹងចាក់ចេញពីអាណាចក្រសូយ៉ាចិនទ្រីដើម្បីចាប់ផ្ដើមនៅជីវិតថ្មីមួយទៀតកិច្ចផុតពីសង្គ្រាមមួយនេះមិនចង់ឲ្យនាងបង្កនៅសោកនាដកម្មចំពោះមនុស្សជាតិនៅលើទឹកដីធម្មវងមួយនេះនោះទេជូស៊ីក៏បានចូលគៀកហួយហាដោយសុំអោបហួយហាហើយហួយហាចាំមកទៀតបាទសេរីស្អាតហើយនោះហើយជូស៊ីក៏បានប្រាប់នៅការពិតមួយដែលតាមពិតទៅនាងមិនបានមានចិត្តទៅលើអង្គម្ចាស់ស៊ូធីនរ៉ាននោះទេហួយហាក៏យល់អំពីចេតនារបស់នាងផងដែរតែនាងកំពុងតែគិតឲ្យមកលើខ្លួនបាទអញ្ចឹងគាត់ក៏មិនបានឆ្លើយតបអ្វីនោះទេគាត់គ្រាន់តែបានបន្តិចតែប៉ុណ្ណោះបន្ទាប់មកជូស៊ីក៏បានសុំថើបហួយហាជាលើកចុងក្រោយមុនលាគ្នាអញ្ចឹងបាទហើយហួយហាក៏យល់ព្រមដែរងាយរតនៈនេះបាទតែនៅពេលដែលចូលកាន់ទៅគិហួយហានោះគឺអាចនិយាយថានៅពេលដែលថើបហើយក៏ស្រាប់តែហួយហាដូចជាមនុស្សវង្វេងវង្វាន់បាត់បង់ស្មារតីដូចជាត្រូវថ្នាំសណ្ដំមិនដឹងនោះទេបានដេកលងលក់គឺដេកភ្លឹងតែម្ដងគ្រាន់តែគេថើបហើយនោះតែនៅពេលដែលហួយហាភ្ញាក់ឡើងវិញនោះក៏បានស៊ីឲ្យឈឹងតែនាងទៅទីណានោះទេតែហួយហាក៏បានបន្តដំណើរទៅពលខាងជើងបន្តទៀតអញ្ចឹងគាត់ក៏បានចូលទៅកាន់ផ្នែកដ៏ជ្រៅនៃតំបន់ពលខាងជើងគឺជាតំបន់ដ៏ត្រជាក់បំផុតដែលគាត់ប្រើប្រាស់នៅធម្មពលពិសេសរបស់អាតេរីប្រេសនោះដើម្បីវិចិត្រចូលទៅក្នុងហ្វូងនៃសត្វពលឹងទាំងឡាយខណៈពេលដែលហួយហាត្រូវបានយេជីហើយវិបហាដោយសត្វខ្លាឃ្មុំមួយក្បាលនោះក៏អាតេរីប្រេសនោះក៏បានបង្ហាញខ្លួនភ្លាមចាប់ផ្ដើមរំក្រវីខ្លួនបានបងនេះបង្ហាញអំពីធម្មពលយ៉ាងខ្លាំងទៅឲ្យរំជួយសឹងតែកក្រើកមិនកក្រើកដីទៅហើយការរំរបស់នេះដូចជាការកោះហៅនៃសត្វពលឹងរាប់ម៉ឺនក្បាលពីភាគខាងជើងមកពីគ្រប់ទិសទីមិនដឹងថាមកពីច្រកណានោះទេក៏ច្រើនតាំងមែនទេពួកគេក៏សម្ដែងនៅការស្ញប់ស្ញែងនិងការគោរពទៅកាន់អំណាចយ៉ាងខ្លាំងក្លានៃធម្មពលរបស់អាតេរីប្រេសផងដែរពួកគេក៏បានអោនក្បាលទៅការគោរពពីចម្ងាយក្នុងនោះក៏មាននៅខ្លាឃ្មុំទឹកកកដ៏ធំមួយក្បាលទៀតគឺអាយុរបស់វាគឺ100,000ឆ្នាំក៏បានអោនក្បាលគោរពគឺអាខ្លាឃ្មុំនេះហើយជាអ្នកវិបាហួយហាវនោះការគោរពរបស់វាគឺបង្ហាញអំពីភាពស្មោះស្ម័គ្រចំពោះស្ដេចរបស់ខ្លួនអាតេរីប្រេសបានត្រឡប់មកវិញរួមជាមួយនឹងកូនចិញ្ចឹមរបស់នាងម្នាក់ទៀតដែលអ្នកនេះស្គាល់ថានោះគឺជាសៀវប៉ៃគឺជាស្ដេចខ្លាឃ្មុំកកក្បាលដែលការហ្វឹកហាត់ក៏អាយុរបស់វាគឺ200,000ឆ្នាំគឺគ្រាន់បើដែរបាត់ខ្លាំងមែនទែនក៏បានបោះជំហានទៅមុខទៅរកម្ដាយចិញ្ចឹមរបស់ខ្លួនគឺអាតេរីប្រេសដោយការស្រឡាញ់កែភ្នែករបស់សៀវប៉ៃសម្លឹងទៅកាន់អាតេរីប្រេសដូចជាម្ដាយនិងកូនអញ្ចឹងតែតាមពិតទៅគឺសៀវប៉ៃគឺសត្វដ៏កាយសាហាវមួយក្បាលតែក្រោយមកក៏ខ្លាចទៅជាសត្វស្លូតត្រង់មួយក្បាលទៅវិញបន្ទាប់មកទៀតក៏បានលេចចេញនៅស្ដេចដ៏ខ្លាំងមួយក្បាលទៀតគឺជាស្ដេចចំណាត់ថ្នាក់3ក្នុងចំណោមស្ដេចនៅឯពលខាងជើងនោះចំណាត់ថ្នាក់ទី1នោះគឺអាតេរីប្រេសបន្ទាប់មកក៏ប៊ីងហើយចុងក្រោយនោះគឺស្ដេចបិសាចប្រេសថៃឋាននឹងឯងហៅថាស្ដេចថៃឋានក៏បានដែរដោយសារឈ្មោះរបស់វាវែងខ្លាំងពេកអាយុរបស់វាគឺខ្ញុំភ្លេចដែរហើយវីដេអូមួយនេះគឺគេមិនបានបញ្ជាក់នោះទេអាចជាប្រហែលជាមួយនឹងសៀវប៉ៃផងដែរបន្ទាប់មកវាក៏បានដឹកនាំនៅកូនចៅរបស់វាជាច្រើនធ្វើការគោរពទៅកាន់អាតេរីប្រេសដែលនៅទីនោះហួយហានៅពេលដែលឃើញទស្សនវិជ្ជានេះហើយធ្វើឲ្យគាត់នឹងមានការតក់ស្លុតខ្លាំងអំពីអំណាចនៃការគោរពហើយនិងការគ្រប់គ្រងរបស់អាតេរីប្រេសនោះហើយក៏បាននឹកឃើញទៅដល់អតីតកាលមួយនៅពេលដែលអាតេរីប្រេសគឺជាកុមារប្រេសកូនក្មេងតូចមួយរបស់ខ្លួនហើយប្រៀបធៀបជាមួយបច្ចុប្បន្ននេះគាត់មានអារម្មណ៍ថាស្ញប់ស្ញែងជាខ្លាំងហើយសាររឿងក្នុងពេលនេះក៏ស្លេកតែប៉ុណ្ណេះបើសិនជានេះចង់ទេសនានៅជប់ផ្សេងៗឬក៏ពីបន្តអាចចូលទៅក្នុងក្រុមរបស់ទៅបាទពួកខ្ញុំផុសចូលទៅក្នុងនឹងទាំងអស់